សួស្តីអ្នកទាំងអស់គ្នាមានដឹងអត់ថា depression គឺជាជំងឺផ្លូវចិត្តដែលធ្វើឲ្យប៉ះពាល់ដល់ការគិតអារម្មណ៍ជាមួយនឹងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់យើងអញ្ចឹងថ្ងៃនេះខ្ញុំសូមលើកយកប្រធានបទនេះមកនិយាយហើយនឹងចែកម្លែកអ្នកទាំងអស់គ្នាថាតើអ្វីទៅជា depression មូលហេតុអីបានជាមនុស្សកើត depression តើ depression មានរោគសញ្ញាអ្វីខ្លះជាពិសេសប្រសិនបើអ្នកទាំងអស់គ្នាគិតថាខ្លួនយើងមាន depression ឬក៏យើងឃើញថាអ្នកដែលនៅជុំវិញមានបញ្ហា depression តើយើងគួរធ្វើអ្វីដើម្បីជួយពួកគាត់អូខេឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាថាតើអ្វីទៅជា depression depression ត្រូវបានគេឲ្យនិយមន័យថាគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលបង្ហាញតាមរយៈអារម្មណ៍សោកសៅការបាត់បង់ចំណង់ចំណូលចិត្តហើយជាមួយនឹងការគិតមានការធ្លាក់ចុះឬក៏គេហៅថាមានការស្ពឹកស្រពន់ក្នុងការគិត depression អាចកើតឡើងទៅលើមនុស្សគ្រប់រូបមិនថាក្មេងមិនថាចាស់មិនថាប្រុសមិនថាស្រីមិនថាអ្នកមានអ្នកក្រគឺអាចកើតមាន depression គ្រប់គ្នាមូលហេតុអ្វីបានជាមនុស្សកើត depression តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា depression អាចកើតមានឡើងតាមរយៈកត្តា4ធំទី1កត្តាជីវសាស្ត្រកត្តាជីវសាស្ត្រតាក់ទងជាមួយនឹងប្រព័ន្ធខួរក្បាលជាមួយនឹងប្រព័ន្ធ nervous ទី2តាក់ទងជាមួយនឹងកត្តាដំណពូជការសិក្សាស្រាវជ្រាវក៏បង្ហាញផងដែរថាមនុស្សមួយចំនួនកើត depression គឺដោយសារគាត់ធ្លាប់មានឪពុកម្ដាយឬក៏មានជីដូនជីតាសាច់ញាតិគាត់ពីមុនមកហ្នឹងគាត់មាន depression ទី3គឺដូចអ្នកទាំងអស់គ្នាដឹងហើយថា depression គឺអាចកើតមានឡើងដោយសារបញ្ហាដែលយើងជួបប្រទះប្រចាំថ្ងៃឧទាហរណ៍ថាអ្នករស់ស៊ីគាត់កើត depression ដោយសារគាត់ចង់ធ្វើឲ្យមុខរបររបស់គាត់រីកចម្រើនបើសិនជាមុខរបរគាត់មានបញ្ហាអញ្ចឹងទៅធ្វើឲ្យគាត់គិតច្រើនពេលដែលគិតច្រើនយូរទៅក៏កើតទៅជា depression ដែរសម្រាប់អ្នកធ្វើការវិញភាគច្រើនតាក់ទងជាមួយនឹងសម្ពាធការងារច្រើនការងារធ្វើអត់ទៅមុខការងាររញ៉េរញ៉ៃផ្សេងអញ្ចឹងទៅក៏អាចកើតមានជា depression ដូចគ្នាដែរហើយសម្រាប់យុវវ័យវិញយុវវ័យគឺគាត់អាចមាន depression ដោយសារបញ្ហាការសិក្សាតាក់ទងជាមួយបញ្ហាស្នេហាឬក៏បញ្ហាប្រឈមផ្សេងសម្រាប់មនុស្សចាស់អ្នកទាំងអស់គ្នាដឹងថាគាត់កើត depression ដោយសារអីអត់មនុស្សចាស់គាត់អាចកើត depression ដោយសារគាត់មានអារម្មណ៍ថាគាត់ឯកាគាត់នៅម្នាក់ឯងគាត់អត់មានកូនយកចិត្តទុកដាក់បាទអញ្ចឹងគាត់នៅឆ្ងាយពីកូនឧទាហរណ៍ថាពេលចូលឆ្នាំអញ្ចឹងគាត់អត់មានឃើញកូនមកលេងគាត់ទេអញ្ចឹងធ្វើឲ្យគាត់សោកសៅគាត់មានអារម្មណ៍ថាគាត់ឯកាធ្វើឲ្យគាត់កើតជា depression តើរោគសញ្ញាអ្វីខ្លះរោគសញ្ញាសំខាន់អ្វីខ្លះដែលអាចបង្ហាញថាមនុស្សម្នាក់នឹងគាត់មាន depression ចំណុចទី1ទាក់ទងអារម្មណ៍សោកសៅអារម្មណ៍ឯកាហើយជាមួយនឹងការអស់សង្ឃឹមចឹងអ្នកដែលគាត់មាន depression ភាគច្រើនគឺគាត់តែងតែមានអារម្មណ៍នឹងជាប្រចាំតែម្ដងទី2ការបាត់បង់ចំណង់ចំណូលចិត្តគាត់ធ្លាប់តែចូលចិត្តធ្វើនេះធ្វើនោះប៉ុន្តែនៅពេលដែលគាត់មាន depression គឺគាត់អត់ចង់ធ្វើការងារទាំងអស់នឹងទៀតទេទី3តាក់ទងជាមួយនឹងអារម្មណ៍ល្វើយអស់កម្លាំងលហិតលហៃជាប្រចាំទី4គឺតាក់ទងជាមួយនឹងការគេងបាទការគេងនឹងមានការផ្លាស់ប្ដូរអ្នកខ្លះគាត់មាន depression ធ្វើឲ្យគាត់គេងច្រើនជាងមុនប៉ុន្តែក៏មានមនុស្សមួយចំនួនពេលដែលគាត់មាន depression ហ្នឹងគាត់គេងអត់លក់វិញបាទអញ្ចឹងទោះបីគេងច្រើនក៏ជាបញ្ហា depression គេងអត់លក់ក៏បញ្ហា depression ដែរមួយទៀតតាក់ទងជាមួយនឹងការញ៉ាំហ្នឹងគឺមានការកាត់បន្ថយញ៉ាំតិចជាងមុនការញ៉ាំហ្នឹងគឺមានការប្រែប្រួលមែនទែនចំណុចបន្ទាប់តាក់ទងជាមួយនឹងការបដោតអារម្មណ៍គាត់អត់អាចបដោតអារម្មណ៍ធ្វើការងារផ្សេងបានទេយើងហៅថា concentrate ឬក៏ focus ណាគាត់អត់អាច focus ទៅលើការងារឬក៏អីផ្សេងបានទេហើយអ្នកដែលមាន depression តែងតែមានអារម្មណ៍នៅក្នុងខ្លួនរបស់គាត់ណាគាត់ធ្វើអីក៏ខុសគាត់អត់មានតម្លៃគាត់អត់មានប្រយោជន៍និយាយទៅសូម្បីតែអ្នកដទៃគាត់និយាយអីផ្សេងណាក៏គាត់យកមកដាក់ក្នុងខ្លួនគាត់ដែរហើយគាត់តែងតែគិតថាគាត់ជាមនុស្សអត់ប្រយោជន៍អត់មានតម្លៃគាត់ធ្វើអីអត់ត្រូវចិត្តអ្នកដទៃទេនេះគឺជាបញ្ហាធ្ងន់ធ្ងរមួយទាក់ទងជាមួយនឹង depression ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុតដែលយើងអាចមើលឃើញអ្នកដែលគាត់មាន depression ហ្នឹងគឺគាត់មានចេតនាឬក៏មានការតាំងចិត្តក្នុងការសម្លាប់ខ្លួនចឹងបើសិនអ្នកទាំងអស់គ្នាឃើញរោគសញ្ញាហ្នឹងណាព្យាយាមរកវិធីសាស្ត្រការពារគាត់ជាបន្ទាន់តើយើងអាចធ្វើម៉េចដើម្បីការពារខ្លួនយើងការពារមនុស្សជុំវិញខ្លួនយើងបើសិនជាយើងឃើញគាត់មានរោគសញ្ញា depression អូខេនេះគឺជាចំណុចមួយចំនួនដែលយើងអាចធ្វើបានដើម្បីការពារគ្រប់គ្រង depression ប៉ុន្តែអ្នកទាំងអស់គ្នាត្រូវចាំថាការការពារនេះគឺมันអាចបាន100%បានទេវាអាស្រ័យទៅលើ depression ហ្នឹងកម្រិតប៉ុណ្ណា
ហើយអ្វីមួយទៀតដែលអ្នកទាំងអស់គ្នាត្រូវតែចាំសំខាន់បំផុតណាមានតែអ្នកដែលគាត់មាន depression ទេដែលគាត់អាចជួយខ្លួនឯងបានអ្នកដតីជុំវិញផ្សេងគ្រាន់តែជាជលករមួយជួយជំរុញគាត់ទេប៉ុន្តែបើសិនជាអ្នកដែលគាត់មាន depression គាត់មិនព្យាយាមដោះស្រាយខ្លួនឯងទេអត់មានអ្នកណាអាចជួយគាត់បានទេក្រៅពីខ្លួនគាត់អញ្ចឹងដើម្បីការពារឬក៏គ្រប់គ្រង depression បានចំណុចទី1គឺតាក់ទងជាមួយនឹងលំហាត់ប្រាណឬក៏យើងធ្វើឲ្យសកម្មភាពរបស់យើង active មានសកម្មភាពជាប្រចាំកុំឲ្យយើងត្នេចឹងធ្វើឲ្យយើងកាត់បន្ថយការគិតផ្សេងធ្វើឲ្យ stress របស់យើងនឹងធ្លាក់ចុះអញ្ចឹង depression ក៏កាត់បន្ថយដូចគ្នាដែរឬក៏ depression របស់យើងនឹងមិនអាចវិវត្តពីស្រាលទៅធ្ងន់ទេទី2តាក់ទងជាមួយនឹងការគេងនិងរបបអាហារអញ្ចឹងយើងត្រូវគេងឲ្យទៀងទាត់យើងត្រូវញ៉ាំអាហារដែលមានផាសុកភាពហើយការញ៉ាំហ្នឹងគួរតែញ៉ាំឲ្យទៀងទាត់ដូចគ្នាដែរទី3គឺតាក់ទងជាមួយនឹងការរក្សាតំណែងជាមួយនឹងសង្គមរក្សាតំណែងជាមួយបងប្អូនមិត្តភ័ក្តិសាច់ញាតិជុំវិញទាំងអស់ការរក្សាតំណែងជាមួយមនុស្សជុំវិញគឺសំខាន់បំផុតធ្វើឲ្យយើង control ឬក៏ទប់ស្កាត់ depression របស់យើងមានមនុស្សជជែកគ្នាជាមួយយើងនឹងអត់មានអារម្មណ៍ថាឯកាទេតែបើសិនជាយើងផ្ដាច់ខ្លួនពីសង្គមហើយនោះនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរបន្ថែមពីលើនឹងទៀតហើយប្រសិនបើអ្នកទាំងអស់គ្នាគិតថាខ្លួនឯងមាន depression ណាអញ្ចឹងយើងអាចរកជំនួយហ្នឹងបើសិនជា depression នឹងលក្ខណៈរៀងធ្ងន់ធ្ងរខ្ញុំសូមណែនាំថាយើងគួរតែទៅជួបពេទ្យឯកទេសចិត្តវិទ្យាតែគាត់អាចជួយប្រឹក្សាយោបល់មកយើងបានសម្រាប់អ្នកដែលគាត់មាន depression កម្រិតស្រាលវិញអញ្ចឹងយើងមិនចាំបាច់ទៅជួបពេទ្យចិត្តសាស្ត្រក៏បានដែរយើងអាចស្វែងរកមនុស្សម្នាក់ដែលយើងទុកចិត្តជាមិត្តភ័ក្តិជាបងប្អូនឬក៏ជាសាច់ញាតិណាម្នាក់ដែលយើងអាចចែករំលែកបញ្ហានៅក្នុងចិត្តរបស់យើងទៅជាមួយគាត់បានពេលដែលយើងនិយាយជាមួយពួកគាត់ទៅធ្វើឲ្យយើងបានធូរស្រាលនៅក្នុងខ្លួនច្រើនហើយមួយទៀតតកតងជាមួយនឹងការធ្វើសមាធិបើសិនជាយើងអនុវត្តចំណុចនេះជាប្រចាំថ្ងៃក៏អាចជួយធ្វើឲ្យយើងនឹងបានប្រសើរឡើងពី depression ដែរអ្វីដែលសំខាន់ក្នុងការគ្រប់គ្រង depression គឺអ្នកទាំងអស់គ្នាត្រូវតែចេះឲ្យតម្លៃខ្លួនឯងចេះ motivation ខ្លួនឯងលើកទឹកចិត្តខ្លួនឯងត្រូវដឹងថាយើងជាមនុស្សសំខាន់ហើយមានតែយើងទេដែលអាចដោះស្រាយបញ្ហាបានបញ្ហាហ្នឹងគឺបញ្ហារបស់យើងអញ្ចឹងយើងជាអ្នកដោះស្រាយយើងត្រូវហ៊ានប្រឈមមុខជាមួយនឹងបញ្ហាយើងត្រូវតែស្វែងរកដំណោះស្រាយដោះស្រាយបញ្ហាហ្នឹងឲ្យបានអញ្ចឹងត្រូវតែជឿជាក់លើខ្លួនឯងក្នុងការដោះស្រាយបញ្ហាជាងរត់ចោលបញ្ហាអញ្ចឹងដូចអ្នកទាំងអស់គ្នាដឹងពីរោគសញ្ញាអញ្ចឹងចុះបើសិនបើយើងឬក៏អ្នកណាម្នាក់មានបញ្ហា depression យើងអាចជួយអីខ្លះបានដល់គាត់អូខេទី1ស្ដាប់ដោយយកចិត្តទុកដាក់ហើយកុំធ្វើ judgment កុំធ្វើការវិតម្លៃការស្ដាប់ដោយយកចិត្តទុកដាក់គឺអាចជួយឲ្យអ្នកដែលគាត់មាន depression ហ្នឹងកាត់បន្ថយ depression ហ្នឹងបានច្រើនមែនតើទី2យើងត្រូវចេះលើកទឹកចិត្តគាត់អញ្ចឹងលើកទឹកចិត្តគាត់ឲ្យគាត់ដោះស្រាយបញ្ហាឲ្យគាត់ប្រឈមបាទអ្នកណាក៏មានបញ្ហាដែរហើយត្រូវលើកពីគុណសម្បត្តិរបស់គាត់ដែលគាត់មានកន្លងមកទី3តកតងជាមួយនឹងការទំនាក់ទំនងអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាដឹងថាមាននរណាម្នាក់គាត់មាន depression ហើយសូមរក្សាការទំនាក់ទំនងជាមួយគាត់ឲ្យបានជាប់លាប់កុំទុកគាត់ចោលឲ្យសោះនៅពេលដែលអ្នកទាំងអស់គ្នាទុកគាត់ចោលធ្វើឲ្យគាត់មានអារម្មណ៍ឯកាមានអារម្មណ៍ថាអត់មានអ្នកណាជួយគាត់ទេអត់មានអ្នកណាស្ដាប់គាត់ទេអត់មានអ្នកណា support គាត់ទេអញ្ចឹងជំងឺនឹងវិវត្តទៅធ្ងន់ធ្ងរបានអ្វីដែលសំខាន់បំផុតគឺតាក់ទងជាមួយនឹងសញ្ញាគ្រោះថ្នាក់មួយចំនួនដែលអ្នកទាំងអស់គ្នាអត់ត្រូវមើលរំលងទេសញ្ញាគ្រោះថ្នាក់នឹងមានអីខ្លះដូចជាការផ្ដាំផ្ញើការនិយាយពាក្យលាគ្នាឬក៏គាត់និយាយថាគាត់ចង់ចាក់ចេញពីពិភពលោកគាត់ចង់សម្លាប់ខ្លួនឯផ្សេងហ្នឹងអាហ្នឹងគឺសញ្ញាទាំងអស់ហ្នឹងគឺសញ្ញាគ្រោះថ្នាក់ដែលអ្នកទាំងអស់គ្នាត្រូវយកចិត្តទុកដាក់មែនទែនបើសិនជាមានសញ្ញាគ្រោះថ្នាក់ទាំងអស់ហ្នឹងហើយសូមអ្នកទាំងអស់គ្នាព្យាយាមកុំបោះបង់គាត់ចោលកុំឲ្យគាត់នៅម្នាក់ឯងព្យាយាមមានមនុស្សម្នាក់នៅជាប់គាត់ជានិច្ចដើម្បីការពារគាត់បើសិនជាគាត់នៅម្នាក់ឯងគឺឱកាសច្រើនមែនតើដែលគាត់អាចធ្វើរឿងអ្វីផ្សេងដែលយើងមិននឹកស្មានដល់បានអញ្ចឹងណាជាចុងក្រោយបើសិនបើអ្នកទាំងអស់គ្នាមានអារម្មណ៍ថាខ្លួនឯងមាន depression សូមអ្នកទាំងអស់គ្នាត្រូវចងចាំថាអ្នកទាំងអស់គ្នាមិនមែនឯកាអ្នកទាំងអស់គ្នាមិនមែនរស់នៅម្នាក់ឯងទេអ្នកទាំងអស់គ្នាមានមនុស្សជុំវិញជាច្រើនដូចជាឪពុកម្ដាយបងប្អូនសាច់ញាតិមិត្តភ័ក្តិរបស់យើងនៅជុំវិញខ្លួនយើងចាំជួយយើងចាំជួយដោះស្រាយបញ្ហាយើង
ចាំជួយជជែករឿងជាមួយយើងបញ្ហានឹងត្រូវបានដោះស្រាយនៅពេលណាមួយដូច្នេះសូមកុំអស់សង្ឃឹមនៅក្នុងជីវិតរបស់យើងត្រូវតែប្រឹងប្រែងរស់ប្រឈមជាមួយនឹងបញ្ហានិងដោះស្រាយបញ្ហាឲ្យបានហើយត្រូវចាំថាជីវិតរបស់យើងគឺមានតម្លៃបំផុតយើងកើតតាំងពីតូចរហូតមកដល់ប៉ុណ្ណឹងយើងឆ្លងកាត់ឧបសគ្គជាច្រើនយើងនៅអាចតស៊ូបានយើងអាចនៅរកផ្លូវចេញបានអញ្ចឹងជីវិតរបស់យើងគឺមិនអាចចប់ត្រឹមបញ្ហាប៉ុណ្ណឹងបានទេយើងត្រូវតែតស៊ូទៅមុខទៀតគេអាចធ្វើបានយើងក៏អាចធ្វើបានដូចគ្នាដែរ